Good morning. Mm. Mm. Em hả? Chiết. Chia ra. សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនាំអារម្មណ៍របស់អ្នកនរគ្នាមកទេសនាអំពីការញ៉ាំកូនដឹកដឺបាទអូមើលទៅនេះវើកជាតិមកជាតិហើយចេអមអើយបាទហើយនេះទឹកទៅកកុងបាទដឹងតែកាហាយហ្មងណាឥឡូវសាកមួយបាទមកណាទៅធំគេមើលនេះដូចទៅរើមកហៅទៅអូ Good morning. Mm. Mm. Em hả? Chiết. Chia ra. បាទនេះហើយគឺជាទស្សនភាពក្រូចឆ្មាបាទឆ្មាដែលយើងយកធ្វើអដេញទឹកជ្រលក់ទឹកទៅកោះកុងមិញហ្នឹងបាទអញ្ចឹងនេះគឺជាពូជឆ្មាដែលខ្ញុំបានដាំផ្ទាល់ហើយឃើញថាផ្លែច្រើនបាទផ្លែច្រើនអញ្ចឹងគាត់តែមកដើមនេះពុកម៉ែបងប្អូនឃើញបាទច្រើនតែមែនទែនបាទច្រើនអញ្ចឹងដាំមកដើមនេះយើងគិតថាប៉ុណ្ណឹងត្រឹមច្រើនដើមទេបាទល្អប៉ុណ្ណាហើយចំណុចមួយទៀតផងដែរគឺចង់បង្ហាញពុកម៉ែបងប្អូនបាទគឺទេសភាពនៃការធ្លាក់អាប់ចុះអាប់បាទអញ្ចឹងឃើញថាងឹតឈឹងបាទមើលអីមិនឃើញទេបាទបើជិតចេះតែអាចមើលឃើញតែបើថាឆ្ងាយគឺមើលទៅដូចជាមិនជាច្បាស់ទេអញ្ចឹងនេះគឺជាទស្សនវិជ្ជាកាលពីស្រូវចាប់ផ្ដើមលិចបាទចាប់ផ្ដើមដាក់គ្រាប់បាទហើយទស្សនវិជ្ជាចុះអាប់នេះដោយបងប្អូនឃើញគឺសដូចយើងអដេញបាញ់ផ្សែងអញ្ចឹងណាបាទអញ្ចឹងគឺមើលមិនឃើញទេហើយណាមួយវាលក្ខណៈថាសើមណាយើងដើរទៅគឺសើមតាមអដេញស្មៅតាមភ្លឺតាមអីចឹងណាបាទអញ្ចឹងទស្សនវិជ្ជាចុះអាប់នេះជាក់ស្ដែងគឺមួយឆ្នាំគឺតែម្ដងទេបាទអត់ជាញឹកញាប់ទេព្រោះទស្សនវិជ្ជាចុះអាប់ហ្នឹងគឺតទៅខែដេញយើងខែភាសាណាបាទខែភាសាអញ្ចឹងផ្លូវនេះបងប្អូនឃើញហើយគឺមានបែកផុសខ្លះបាទដោយសារភ្លៀងជោគជាំអញ្ចឹងទៅក៏ការធ្វើដំណើរបងប្អូនជាពលរដ្ឋអញ្ចឹងទៅមកអញ្ចឹងទៅក៏ធ្វើឲ្យបែកផុសខ្លះបាទហ្នឹងហើយចំណុចមួយចំនួនខ្លះអធិស្ឋានផងដែរគឺខ្ញុំមិនបានបន្ថែមបន្ថយនៅសំឡេងទេដោយសារខ្ញុំចង់បង្ហាញបងប្អូនអំពីទស្សនវិជ្ជាទាំងស្រុងដែលខ្ញុំបានធ្វើការថតទុកក៏ដូចជាផ្ដិតយកហ្នឹងហើយចង់បង្ហាញជាពិសេសបងប្អូនដែលនៅឆ្ងាយពីផ្ទះអាចថាសូមផ្ញើជូនដល់បងប្អូនដែលរស់នៅឯនេះសមុទ្របាទមានការនឹករលឹកផ្ទះសម្បែងអីគឺអាចមើលវីដេអូនេះកំដរបានបាទគឺឃើញថាទោះយើងនៅឆ្ងាយមែនពិតតែយើងអាចឃើញពីទស្សនវិជ្ជានៃស្រុកស្រែចំការរបស់ខ្លួនយើងអញ្ចឹងណាបាទអញ្ចឹងវីដេអូខ្ញុំតែប៉ុណ្្នឹងបាទហើយឥឡូវគឺដល់វគ្គបង្ហាញពីសត្វចាំមកខ្ញុំម្ដងបាទខ្ញុំចិញ្ចឹមច្រើនដែរបាទមានឆ្មាឆ្កែមានមឿនមានគោអញ្ចឹងណាបាទអញ្ចឹងនេះគឺ record ទុកមើលលេងបាទហ្នឹងហើយអញ្ចឹងសូមតាមដានបន្តទៀតបាទ
នេះទឹកទៅកកកងដឹងតែកាហាយមកណាដល់សាមមួយបាទមកណាទៅគេមើលវាទៅចូលរើគេមកហាត់ទៅអូmất mò này êm hả chia ra Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ mấy gần đấy thực tế có cóng về là vợ lại hỏi làm nông bùa giờ mấy bùa giờ lấy là vợ sợ thiệt